បាទថ្ងៃនេះផងដែរខ្ញុំបាទនាំគឿបនៅភូមិរលូកឃុំមងស្រមោលរិស័យខេត្តបាត់ដំបងអញ្ចឹងខ្ញុំចង់បង្ហាញលោកអ្នកអំពីរបៀបនៃការរកលុយតាមអនឡាញអញ្ចឹងជាដំបូងគឺយើងបង្កើត new email បានន័យថាជាបង្កើត Google account មួយសិនបាទនៅក្នុងការបង្កើត Google account ហ្នឹងគឺសូមតាមដានទាំងអស់គ្នាអូខេអញ្ចឹងសំឡេងរាងស្អតបន្តិចបាទមិនជាអ្វីអូខេអញ្ចឹងបន្តមកទៀតគឺយើងចុចលើពាក្យថា sign in បាទកាលណាយើងអត់ទាន់មាន Google account ទេយើងអាចបង្កើត Google account មួយអញ្ចឹងឧទាហរណ៍គេហៅថា Gmail នោះអញ្ចឹងគ្រាន់តែចុចលើពាក្យថា add new ឬក៏លោកអ្នកមកដល់ចំណុចនេះគ្រាន់តែវាយ google.com អីចឹងមកដល់ចំណុចនេះគឺប្រសិនបើយើងមិនទាន់មានemail អញ្ចឹងយើងរៀនបង្កើត email មួយអញ្ចឹងនៅក្នុងការបង្កើត email របស់ Google យើងគ្រាន់តែចូលទៅកាន់ create new account បាទគ្រាន់តែចូលទៅកាន់ create new account មកបន្ទាប់មកយើងអាចដាក់ឈ្មោះត្រង់ចំណុចនេះដាក់ឈ្មោះថា name first name នេះបានន័យថាជាឈ្មោះជាត្រកូលជានាមខ្លួនរបស់យើងហើយ last name នេះគឺជាត្រកូលរបស់យើងបាទបន្ទាប់មកឧទាហរណ៍ថាខ្ញុំដាក់ថា so ខ្ញុំដាក់ថា so នេះដាក់ថា go ឧទាហរណ៍ថា so go អីចឹងទៅយើងចកគ្រាន់តែចេះតែដាក់ទៅអូខេបើសិនជាយើងដាក់ Arial ឬក៏ព័ត៌មានពិតក៏បានដែរឬក៏ខ្ញុំអាចថា so go ឬក៏យើងអាចដាក់ A មួយក៏បានដែរឬក៏ខ្ញុំអាចដាក់ថា KB 2015អីទៅអូខេបន្តមកទៀតអូខេជាឈ្មោះ KB 2015ហ្នឹងគឺមានហើយគឺយើងមិនអាចដាក់បានទេឬក៏យើងអាចដាក់ថាស្រេចតែយើងទេ A D S I D ឬក៏យើងអាចដាក់ថាមិនងាយងាយគឹមសៀនអូខេឬក៏យើងអាចដាក់ថាគឹមសៀនតើវាឲ្យអត់អូខេអញ្ចឹងវាមិនឲ្យទៀតអញ្ចឹងយើងដាក់ថាគឹមសៀន2015អូខេអញ្ចឹងឈ្មោះនេះមានប្រើហើយឥឡូវខ្ញុំដាក់ថាគឹមសៀន ID អូខេអញ្ចឹងឈ្មោះនេះវាឲ្យអូខេអញ្ចឹងយើងគ្រាន់តែដាក់ password មកឧទាហរណ៍ថា password យើងស្អីគេយើងចង់ដាក់ស្អីក៏បានដែរ password បាទអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ password អញ្ចឹងមកបន្តមកទៀតថ្ងៃខែឆ្នាំកំណើតអញ្ចឹងក្រោមអាយុ18ឆ្នាំវាអត់ឲ្យបើកលុយទេឧទាហរណ៍ថាថ្ងៃទី3ថាខែ9អញ្ចឹងទៅថ្ងៃទី3 1982អីចឹងទៅយើងដាក់ថា female អីចឹងទៅស្រីអញ្ចឹងយើងនៅប្រទេសអីគេប្រទេសកម្ពុជាគឺយើងយកប្រទេសខ្មែរមកអូខេកម្ពុជាយើងយកខ្មែរណាកម្ពុជាអញ្ចឹងទៅឬក៏យើងអាចដាក់លេខទូរស័ព្ទមក96 9 កុដ222អូខេបន្តមក email ត្រង់នេះយើងមិនបាច់ពេញទេយើង skip វាចោលក៏បានដែរបន្តមកទៀតយើងដាក់ location Cambodia បាទបន្តមកទៀតយើង agree វាមក096 9 កុដ200អូខេ222ចឹង complete email របស់យើងចឹងកត់ចំណាំទុកឧទាហរណ៍
តោះតែខ្ញុំក៏ចំណាំទុកត្រង់ចំណុចណាមួយខំអញ្ចឹងភ្លេចអូខេ at gmail.com អញ្ចឹងទៅចំពោះ password យើងអាចដាក់ចោលសិនទៅអូខេបាទបន្តមកទៀតយើងទាញមកខាងក្រោមហើយយកពាក្យថា next បាទអញ្ចឹងយើងដាក់ថា no send ឬក៏យើង create profile ក៏បានយើង no send ក៏បានបាទអូខេ Kim Sien id @gmail.com អូខេបន្តមកទៀត get start បាទអូខេអញ្ចឹងយើងបាន email មួយហើយបន្ទាប់ពីយើងបាន email មួយបន្តមកទៀតគឺយើងនេះគឺជា email របស់យើងបន្តមកទៀតគឺយើងចូលទៅកាន់ youtube.com បាទបន្តមកទៀតគឺយើងចូលទៅកាន់ youtube.com បន្តមកទៀតយើង log in ពេលដែលយើង log in ទៅគឺវាចូលទៅដល់ account របស់យើងមិញហ្នឹងគឺនេះ account របស់ Kim Sien id gmail.com មិញហ្នឹងបន្តមកទៀតយើងអាចចូលយកពាក្យនេះក៏បាន Creator Studio បាទអានេះគឺជាចំណុចដំបូងទាមទារឲ្យយើងបង្កើត channel ថ្មីមួយបាទបង្កើត channel មកបាទអញ្ចឹងយើងអាចបង្កើត channel ហើយយើងអាចដាក់ឈ្មោះនៅត្រង់ចំណុចនេះក៏បានឬក៏យើង edit ឈ្មោះយើងក៏បានដែរឧទាហរណ៍ថាខ្ញុំ edit ថាKim Sien អីចឹងទៅឬក៏กือบ Kim Sien នេះទៅបាទបន្តមកទៀត female ចឹងមកអូខេបន្តមកទៀតយើងយកពាក្យថា continue យើងរងចាំវាបន្តិចអញ្ចឹងយើងបាន channel មួយបានបន្ទាប់ពីគឺយើងបាន channel ហើយយើងចូលទៅមើលនេះគឺ message របស់ក្រុមហ៊ុន Google ទេអញ្ចឹងយើងបាន channel មួយគឺដែលមានឈ្មោះថាគឺប Kim Sien អូខេបន្ទាប់ពីយើងបាន channel ហើយគឺយើងចូលមកត្រង់ video manager របស់យើងនេះគឺអត់ទាន់មានអីទេបន្តមកទៀតគឺយើងចូលទៅ enable បាទ enable monetization ណាប្រសិនបើយើងមានSIM card ដែលអត់ប្រើគឺយើងអាច verify account របស់យើងសិនក៏បានដែរគ្រាន់តែចុច verify ហើយបំពេញលេខទូរស័ព្ទរបស់យើងយកកូដពីទូរស័ព្ទរបស់យើងដែលវាផ្ញើមកឲ្យហ្នឹងគឺចូលបំពេញជាការស្រេចប៉ុន្តែចំណុចនេះគឺខ្ញុំសូមបង្ហាញអំពីរបៀប enable monetization អញ្ចឹងដើម្បីឲ្យ enable monetize នេះអាពណ៌នេះដើម្បីឲ្យវា enable ដូចនេះគឺយើងចូលទៅកាន់អញ្ចឹងនៅក្នុងការ enable ហ្នឹងគឺដើម្បីឲ្យយើងនឹងរកចង់និយាយថាដើម្បីឲ្យយើងនឹងធ្វើការ monetize នៅលើវីដេអូរបស់យើងបានដើម្បីរកប្រាក់ចំណូលហ្នឹងអញ្ចឹងយើងចូល advance បាទបន្តមកទៀតយើងដូរប្រទេសនេះទៅជាប្រទេស Cambodia បាទអញ្ចឹងយើងដូរបើសិនជានៅលើកម្ពុជាហើយយើងដូរទៅ United States ណានៅសហរដ្ឋអាមេរិកឧទាហរណ៍ថាយើងនៅអាមេរិកចុះអូខេអញ្ចឹងយើងដូរទៅកាន់ប្រទេសសហរដ្ឋអាមេរិកចឹងមកបន្តមកទៀតយើង scroll មកខាងក្រោមយកពាក្យថា save បាទបន្ទាប់ពី save ហើយយើងចូលទៅមើល channel យើងសារជាថ្មីបាទអញ្ចឹងគឺមានពាក្យមួយគឺ enable បាទបន្ទាប់អំពី enable មកណា monetization យើងមានពាក្យថា enable អញ្ចឹងយើងគ្រាន់តែចុចលើពាក្យថា enable បាទមកដល់ចំណុចនេះលោកអ្នកគ្រាន់តែចុចយកពាក្យថា enable my account ទៅបន្តមកទៀតយើង scroll មើលបាទយើងមិនចាំបាច់អានទេយើងគ្រាន់តែមើលលេងអញ្ចឹងទៅ
ចឹងយើងធ្វើការគ្រីវា3ចំណុចហ្នឹងបន្តមកទៀតយើងយកពាក្យថា accept ចឹងយើងរងចាំវាបន្តិចបាទបន្តមកទៀតយើងយកពាក្យថា got it បាទអូខេអញ្ចឹងពេលនោះគឺ channel YouTube របស់យើងហ្នឹងគឺមានពាក្យថា enable ហើយអញ្ចឹងគ្រាន់តែ enable ពេលនេះគឺយើងមិនទាន់បាន associate ឬក៏ភ្ជាប់ទៅនឹង Google AdSense ទេអញ្ចឹងដើម្បីភ្ជាប់ទៅនឹង Google AdSense ប្រសិនបើយើងមិនទាន់មាន Google AdSense ទេគឺយើងចាប់ផ្ដើមបង្កើត Google AdSense ថ្មី Google AdSense account អញ្ចឹងយើងចូលទៅលើ view monetization នេះសិនបាទបន្ទាប់ពីយើងចូលទៅដល់ចំណុចនេះហើយគឺយើងចូលទៅកាន់ពាក្យថា how will I be paid បាទអញ្ចឹងយើងចុចលើវាមកបន្តមកទៀតលោកអ្នកគ្រាន់តែចុចលើពាក្យថា associate AdSense account បាទហើយយកពាក្យថា next អញ្ចឹងយើងអត់ទាន់បានមាន account AdSense ទេអញ្ចឹងយើងដើម្បីបង្កើត account AdSense ដែលភ្ជាប់តាមរយៈ YouTube ហ្នឹងគឺយើងគ្រាន់តែចុចពាក្យថា yes process Google AdSense account វានឹងឲ្យយើង sign up អូខេអញ្ចឹងយើងដាក់ password ចូលទៅឧទាហរណ៍ថាខ្ញុំដាក់ password ខ្ញុំចូលទៅបាទអញ្ចឹងខ្ញុំ log in ចូលទៅបាទត្រង់ចំណុចនេះលោកអ្នកគ្រាន់តែយកពាក្យថា continue បាទអញ្ចឹងខ្ញុំសូមបង្ហាញនៅត្រង់ចំណុចនេះបន្តិចហ្នឹង step ទី3គឺយើង select លើប្រទេសគឺយើងនៅកម្ពុជាយើងយកកម្ពុជាមកបន្តមកទៀតយើងយក individual នេះគឺត្រូវហើយអញ្ចឹងឈ្មោះនៅត្រង់ចំណុចនេះគឺយើងយកតាមអត្តញ្ញាណប័ណ្ណណាបើសិនបើយើងមានអត្តញ្ញាណប័ណ្ណឬក៏ passport អូខេឧទាហរណ៍ថាខ្ញុំដាក់មិញដាក់ថាគឿបគីមសៀនអីចឹងទៅអញ្ចឹងយើងអាចដូរបានថ្ងៃក្រោយទៀតណាអូខេអញ្ចឹង address នៅត្រង់អាសយដ្ឋាននេះយើងដាក់អីគេឧទាហរណ៍ខ្ញុំនៅប៉ោយប៉ែតអញ្ចឹងខ្ញុំដាក់ប៉ោយប៉ែតអញ្ចឹងទៅបាទភូមិឃុំប៉ោយប៉ែតអញ្ចឹងទៅបន្ទាយមានជ័យអីចឹងទៅបាទហើយបន្តមកទៀតគឺខ្ញុំចូលទៅកាន់ឥឡូវខ្ញុំបើកចំណុចនេះមួយសិនអូខេខ្ញុំចូលទៅមើលព័ត៌មានខ្ញុំចាស់ទៅស្រួលដាក់តាមព័ត៌មានចាស់អូខេសូមរងចាំបន្តិចបាទអញ្ចឹងនៅត្រង់អាសយដ្ឋានគឺយើងអាចដាក់បានជាលក្ខណៈបែបនេះណាចាំបន្តិចចឹងឧទាហរណ៍ថាខ្ញុំនៅប៉ោយប៉ែតខ្ញុំនៅភូមិមិត្តនៅខាងមិត្តភាពត្រវីតមកទៀតមាននេះទៀតប៉ោយប៉ែតបាទអាសយដ្ឋាននេះយើងនៅទីណាយើងដាក់ទីនោះតែម្ដងណាប៉ោយប៉ែតអូជ្រៅបាទអញ្ចឹងថោននេះគឺយើងដាក់ថាក្រុងប៉ោយប៉ែតអីទៅដាក់ថា
បន្ទាយមានជ័យក៏បានដែរយើងនៅបន្ទាយមានជ័យយើងនៅបន្ទាយមានជ័យទៅបាទឬក៏យើងដាក់បន្ទាយមានជ័យទៅខាងលើក៏បានក្រោមនេះយើងដាក់ថា0.8វិញបាទចំពោះ postal code គឺនៅក្នុង0.8គឺយើងប្រើpostal code មួយនេះបាទអញ្ចឹងនៅត្រង់ចំណុច postal code នេះគឺវាទាក់ទងទៅនឹង096 9 កុដ222បាទអញ្ចឹង096 9 កុដ222ហ្នឹងលេខទូរស័ព្ទរបស់ខ្ញុំបាទបន្តមកទៀតគឺយើងចុចពាក្យថា submit អូខេបន្តមកទៀតយើងយកពាក្យថា submit មក submit my application បាទយើងយកពាក្យ submit មកអញ្ចឹង postal code នេះគឺខ្ញុំបង្ហាញរបៀបរក postal code ណាយើងអាចវាយពី google.com អីចឹងមកយើងមកប្រាប់ពាក្យថា Cambodia postal code ចឹងសួរថា postal code ហ្នឹងយើងបានមកពីណាអូខេ postal code ហ្នឹងគឺជាកូដដែលនៅតាមតំបន់របស់យើងណាឧទាហរណ៍ថាយើងនៅប៉ោយប៉ែតយើងនៅបាត់ដំបងទីមានជ័យសៀមរាបអីចឹងទៅគឺយើងចូលទៅកាន់ postal code ហ្នឹងឥឡូវឧទាហរណ៍ថាខ្ញុំជ្រើសរើសយក website ណាមួយដែលមាន postal code អូខេឥឡូវមើល website នេះមួយសិនមើលអូខេអញ្ចឹងយើងប្រើ website នេះក៏បានចំពោះ postal code ឬក៏យើងអាចរក website មួយទៀតដែលមានលក្ខណៈងាយស្រួលជាងនឹងវ៉ា website ច្រើនអានេះ General Office នៅភ្នំពេញឫស្សីកែវអូខេភ្នំពេញថ្មីអូខេអញ្ចឹងយើងអាចជ្រើសរើសយកតាមនឹងក៏បានដែរតាមខេត្តរបស់លោកអ្នកនៅឬក៏យើងមើលតាមនេះឬក៏មាន website មួយទៀតដែលយើងអាចយកមកបាន Cambodia postal code country code អូខេតែណាទៅណីអស់ហើយមើល website នេះម្ដងមើលវ៉ាអានេះរឹតតែពិបាកទៀតអូខេអញ្ចឹងយើងអាចយកលេខកូដ postal code ដូចបាញ់មិញអញ្ចឹង postal code ហ្នឹងគឺឧទាហរណ៍បន្ទាយមានជ័យអញ្ចឹង postal code វាមានអីខ្លះបាទអញ្ចឹងបន្ទាយមានជ័យមានដូចជានេះមង្គលបុរី postal code របស់មង្គលបុរីក្នុងនេះមានប៉ោយប៉ែតទេម៉ាឡៃមង្គលបុរីភ្នំស្រុកអូខេអញ្ចឹងចំណុចនេះគឺជា postal code ណាយើងអាចរើសទៅតាមតំបន់ឬទៅតាមស្រុកតាមភូមិឃុំរបស់យើងនៅរស់នៅដែលមានប្រៃសណីនៅជិតហ្នឹងណាគឺយើងយកទៅតាមប្រៃសណីអូខេបន្តមកទៀតគឺយើងគ្រាន់តែបំពេញសំណុំបែបបទហើយយើងយកពាក្យទៅ submit
បន្ទាយមានជ័យអូខេចឹងកន្លែងនេះដាក់អត់ឥឡូវខ្ញុំដាក់ថា B មានជ័យអូខេបន្ទាយមានជ័យចឹង complete ត្រង់ page name គឺយើងដាក់ឲ្យត្រូវទៅតាមអត្តញ្ញាណប័ណ្ណណាបន្តមកទៀតយើងយកពាក្យថា submit បាទក្រោយពី submit រយៈពេល24ម៉ោងយើងអាច check បានអញ្ចឹងពេលដែលយើង submit ទៅវាដាក់ថា account របស់យើងហ្នឹងគឺកំពុងតែ review អូខេចឹងលេខ account របស់យើងគឺលេខ74នេះ account AdSense របស់យើងអញ្ចឹងពេលដែលយើងចូលទៅកាន់ AdSense គឺយើងអាចចូលទៅតាមរយៈ Google/AdSense បាទពេលយើងចូលទៅកាន់ AdSense គឺវាមានលក្ខណៈបែបនេះបានន័យថា Google AdSense របស់យើងហ្នឹងវាអត់ទាន់ approve ទេអញ្ចឹងរងចាំរយៈពេល2-3ម៉ោងឬក៏ចាប់ពី24ម៉ោងឡើងទៅបន្តមកទៀតឥឡូវខ្ញុំត្រឡប់មកក្រោយវិញគឺយើងចូលទៅកាន់ YouTube របស់យើងធម្មតាបន្តមកទៀតយើង upload វីដេអូឬក៏អ្វីដែលយើងមានចូលទៅកាន់ channel របស់យើងបន្តមកទៀតយើងធ្វើការ monetize គឺយើងគ្រាន់តែ click លើសញ្ញាដុល្លារហើយ click លើ monetization ជាការស្រេចណាអញ្ចឹងការបង្កើត account នៅត្រង់ចំណុចនេះគឺខ្ញុំសូមបង្ហាញតែត្រឹមហ្នឹងបន្ទាប់អំពីការ upload វីដេអូរួចរាល់យើងធ្វើការ monetize អញ្ចឹងវីដេអូរបស់យើងនឹងទទួលបានប្រាក់ចំណូលអញ្ចឹងឧទាហរណ៍បន្ទាប់ពី24ម៉ោងឬក៏2-3ម៉ោងដែល Google AdSense នេះវា approve គឺយើងចូលទៅកាន់ Google AdSense ហើយនឹងទទួល message អញ្ចឹងសូមមើលវីដេអូបន្ទាប់អូខេអញ្ចឹងសូមអរគុណសម្រាប់ការតាមដានអូខេអូខេអញ្ចឹងយើងអាចរងចាំប្រហែលជា24ម៉ោងទៅយ៉ាងយូរបំផុត24ម៉ោងណាជាងអាចចូលទៅកាន់ Google AdSense បានហើយបន្ទាប់មកទៀតយើងគ្រាន់តែ upload វីដេអូចូល YouTube របស់យើងគឺយើងអាចរកប្រាក់ចំណូលបានហើយអូខេសូមរងចាំទស្សនាវីដេអូបន្តដើម្បី accept Google AdSense អូខេសូមអរគុណជម្រាបលាអូខេបាយបាយ